សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីចឹងនេះយើងមកបង្កើតរូបភាពដោយប្រើ ChatGPT ទៅហើយយើងប្រើបែប style ថ្មីដែលខ្ញុំឃើញគេធ្វើនៅក្នុង Facebook ដែរទេចឹងយើងយក from នឹងមកធ្វើហើយលើនេះ from នឹងវាវែងចឹងអ្នកនរយើងទៅសេឲ្យ ChatGPT នឹងបង្កើតវារៀងវែងចឹងយើងចូលមកកាន់ ChatGPT មកនេះតែខ្ញុំបានបង្កើតពេលយើងបង្កើតហើយមុខវាអត់ដល់ទេតើយើងណាប្រើ website មួយទៀតដើម្បីដូរចឹងនេះគឺជា from មាន copy from តើមកយើងបូករូបសិនឥឡូវខ្ញុំយករូបចាំអូខេឥឡូវខ្ញុំបានរករូបឃើញអាហ្នឹងគឺវាជឿនត្រេតមកអាយយើងមិនវាចេញអាយចាជាយើងផាfrom អញ្ចឹងហើយយើងខ្ញុំបញ្ជាក់ទីថងនេះអ្នកគ្នាត្រូវដូរដាក់ឈ្មោះអ្នកគ្នាមកកន្លែងអានេះអ្នកគ្នាមុខបអ្នកគ្នាត្រូវគេដាក់ហ្នឹងមកតែប្រាប់នេះខ្ញុំនឹងតម្លាក់នៅក្នុង application ឬក៏អ្នកនេះអាចចូលយកក្នុង channel Telegram ក៏បានឬក៏ក្នុង comment មិនងាយស្រួលអ្នកនេះអាចចូលមកក្នុង channel Telegram គេតាម link copy ផ្លាច់មកបានយើងមើលកន្លែងនេះត្រូវដូរទៀតតែនេះកន្លែង page អ្នកគ្នាស្អីអ្នកគ្នាអាចដូរដាក់ page ស្អីមកហ្នឹងហើយត្រង់កាន់នេះត្រង់កាហ្វេត្រង់អីនេះអាចដូរឲ្យវាដូរឲ្យរូបហ្នឹងកាន់អីផ្សេងក៏បានដែរពេលចេញទៅបន្ទាប់ពីយើងកែសពគ្រប់ហើយយើងចុចជូនទៅហើយយើងរងចាំឲ្យវាបង្កើតហើយមកយើងចាំវារៀងមកស្ទុះដែរហ្នឹងហើយដោយសារតែវាត្រូវចិនត្រេតវាត្រូវបង្កើតចឹងវារៀងចាំវារៀងយូរតិចហើយបើសិនជា account អ្នកទាំងអស់គ្នាធ្វើអត់ទាន់កើតដោយសារតែ account អ្នកទាំងអស់គ្នាបង្កើតភ្លាមអញ្ចឹងវាអត់ទាន់ឲ្យធ្វើទេតែយើងប្រើវាឲ្យបានមួយថ្ងៃពីរថ្ងៃអញ្ចឹងដែលពីលោកមុនខ្ញុំបានបញ្ជាក់ថា Gmail ដែលខ្ញុំធ្លាប់ចូលភ្លាមនេះគឺវាអត់កើតអញ្ចឹងទេតោះតែ Gmail ដែលយើងធ្លាប់បង្កើតក្នុង ChatGPT ហ្នឹងធ្លាប់ប្រើ ChatGPT ហ្នឹងយូរដែរជាធម្មតាខ្ញុំឲ្យវាបង្កើតរូបអីខ្ញុំផុសវីដេអូលើមុនហ្នឹងបានតែ3រូបអីចឹងវា load limit អីចឹងយើងត្រូវដូរទៅ Gmail ផ្សេងបើអ្នកទាំងអស់គ្នាបន្ទាប់ពីបង្កើតបានហើយនៅវា load មកនៅ limit បាត់នេះតើស្អែកថ្ងៃទៅបានបង្កើតបាននេះដែលរូបយើងបានបង្កើតមកគឺវាបែបនេះអញ្ចឹងយើង save មកដោយសារតែមុខអត់ទាន់ដូចទេអញ្ចឹងយើងត្រូវចូលទៅកាន់ website AI មួយទៀតដើម្បីដូរមុខយើងចូលបានហើយយើងចេញមកនេះយើងវាយmaker AI ហ្នឹងមកយើងចូលចុចខ្វែងមកហើយយើងចុចអាហ្នឹងមកចុចខ្វែងនេះហាក់លើនេះ upload រូបដែលយើងបង្កើតដោយប្រើនេះមែនAI មែនហ្នឹងហើយនេះយើង upload រូបពិតរបស់យើង upload រូបតាមមុខពិតរបស់យើងខ្ញុំ scroll ទៅក្រោយមើលរូបសិននេះបន្ទាប់ពីខ្ញុំ scroll នេះយើងឃើញរូបយើងមកយើងចុច upload ចូលមកហើយយើងចុចអាមកដើម្បីដូរមុខគឺអត់យូរទេតាម play ទេហ្នឹងវាអត់យូរដូចនៅក្នុង ChatGPT ទេអូអានេះវាឲ្យយើងសាញ emoji មកអញ្ចឹងយើងត្រូវការសាញ emoji មកសិនឥឡូវយើងសាញ ink ហើយយើងចុចមកដើម្បីបង្កើតដោយសារមុនហ្នឹងខ្ញុំធ្វើវាពីរហើយអត់តមកសាញ ink ទេអញ្ចឹងយើងសាញ ink មកសាញ ink មើលបាក់ទេគាត់ចុចកន្លែងភ្ជាប់ Google Gmail មកហើយទៅចុចបន្តទៅវាបានហើយ
នេះគឺយើងដូរមកបានហើយយើងសែមកគឺថាមុខគឺដូរយើងឲ្យព្រោះក្នុងចាត់ជីវិតបង្កើតមកគឺមុខអត់ដូរយើងទេណាអ្នកទាំងអស់គ្នាហើយអ្នកគ្នាអាចចូលយក from នៅក្នុង Telegram នេះបានអូខេបាយជួបគ្នាវីដេអូក្រោយ